Chủng phục ti buồn cá plap đô tép cỏ sò. Ta khnyom nâng bình chô khnia tế. Nếu pe nút Yishen mình hiên bình chô khnia prút quát mình đăng thà ca bình chô khnia nâng bình đal ở miền Protekam vậy khla, vì nâng chỉ ca prasa khôn ca bình chô khnia nơi còn lại đại khmien nô nam nè nơi trùng vịnh. Ca cướp krong robot bình đất sập hi cư lông nâng mình khoa làm pi ca một nâng tơ robot sơ, vì mình miên panh hà tê percent ba puke mình mọc xả lạ. Tam pet nơi pe đại puke ban riêng bạch tê klein bình lom riêng cai sơ phi tràn cầm pung phật hạt đời khuôn anh prút kru bung riêng nơi khôn xả lạ mình miên pe tràn đầm bay bung riêng sơ pi robip đầm đo. នេះគឺជាស្ថានភាពបច្ចុប្បន្ននៃបណ្ឌិតសភាទី5វាខុសគ្នាខ្លាំងណាស់នៅក្នុង First Academy និយាយយ៉ាងតឹងរឹងមានតែ First Academy ប៉ុណ្ណោះដែលជាសាលាពិតប្រាកដខណៈដែលសាលាផ្សេងទៀតគ្រាន់តែជាសាលាក្បាច់គុណធំជាងប៉ុណ្ណោះត្រឡប់ទៅផ្ទះវិញប្អូនស្រីរបស់គាត់ឈ្មោះអាយ៉ាកំពុងអានសៀវភៅដើម្បីស្វែងយល់អំពីចំណេះដឹងក្បាច់គុណសៀវភៅទាំងនោះត្រូវបានបន្សល់ទុកដោយឪពុកម្ដាយរបស់ពួកគេហើយយាយបានអានវានៅពេលទំនេរដើម្បីរៀបចំសម្រាប់ការហ្វឹកហាត់ក្បាច់គុណក្នុងរយៈពេល2ឆ្នាំយីឈៀនចូលទៅក្នុងបន្ទប់គេងរបស់គាត់តែម្នាក់ឯងហើយចាក់សោទ្វារ បញ្ចូលគ្នារីកចម្រើនកម្លាំងអាចកំបាំងបានធ្វើសកម្មភាពលើរាងកាយរបស់ហ៊ីឈៀនដោយលាងសម្អាតគាត់ជឿចាប់ការជឿចាប់គ្មានដែនកំណត់បានកើនឡើងចូលទៅក្នុងចិត្តរបស់គាត់ហើយរាងកាយទាំងមូលរបស់គាត់មានអារម្មណ៍ថាវានឹងផ្ទុះខូចខ្ញុំមិនរំពឹងថាការបញ្ចូលទេពកោសដែលបានចម្លងនឹងជឿចាប់ណាស់ហ៊ីឈៀននិយាយប្រាប់ខ្លួនឯងដោយកំហឹង ប៉ុន្តែទោះបីជាគាត់ដឹងថាវានឹងជឿចាប់ក៏ដោយគាត់នឹងនៅតែបញ្ចូលគ្នាដោយគ្មានការស្ទាក់ស្ទើរនេះគឺជាឱកាសដើម្បីផ្លាស់ប្ដូរទេពកោសល្យរបស់គាត់ដូចជាការចាប់កំណើតឡើងវិញជាមួយនឹងឆ្អឹងថ្មីតើការជឿចាប់តិចតួចមានបញ្ហាអ្វីបងប្រុសធំមានអ្វីខុសយីយ៉ាហាក់ដូចជាមានអារម្មណ៍ថាសំឡេងរំខានហើយសួរយ៉ាងទន់ភ្លន់ពីខាងក្រៅទ្វារវាមិនមែនជាអ្វីទេយីឈៀនស្រែកតាមរយៈធ្មេញខាំគាត់មិនហ៊ានស្រែកដោយការជឿចាប់ឬគាត់នឹងមិនមានការពន្យល់សំណាងល្អ ការជិះចាប់បានមកយ៉ាងឆាប់រហ័សនិងចាក់ចេញយ៉ាងឆាប់រហ័ស10នាទីក្រោយមកការជិះចាប់នៅក្នុងរាងកាយរបស់ហ៊ីឈៀនបានថយចុះបន្តិចម្ដងជំនួសដោយអារម្មណ៍សង្គ្រោះដែលពេញចិត្តដូចជាភាពរីករាយរវាងបុរសនិងស្ត្រីជាការពិតណាស់ហ៊ីឈៀនមិនភ្លេចអ្វីដែលសំខាន់បំផុតនោះទេគាត់បានពិនិត្យមើលស្ថានភាពទេពកោសល្យរបស់គាត់ភ្លាមមនុស្សហ៊ីឈៀន cultivation ទេពកោសល្យអមឈុំឃើញព័ត៌មាននៅលើអេក្រង់និមិត្តហ៊ីឈៀនមិនអាចជួយឲ្យមានអារម្មណ៍រំភើប ទីបំផុតគាត់លេងខ្សោយទេពកោសល្យទៀតហើយនេះមានន័យថាទេពកោសល្យរបស់គាត់បានផ្លាស់ប្ដូរពិតប្រាកដហើយវាតំណាងឲ្យអនាគតគ្មានដែនកំណត់សម្រាប់គាត់ Warrior, Elite Warrior, Grand Warrior មិនមែនជាដែនកំណត់របស់គាត់ទៀតទេត្រាប់ណាគាត់បន្តបញ្ចូលទេពកោសល្យថ្មីគាត់ពិតជានឹងក្លាយជាអត្តភាពលើសពី Grand Warrior នាពេលអនាគតមួយខែខ្ញុំត្រូវការមួយខែទៀតមុនពេលខ្ញុំអាចចម្លងទេពកោសល្យម្ដងទៀតនេះគឺជាព័ត៌មានដែលយីឈៀនទទួលបានបន្ទាប់ពីចម្លងទេពកោសល្យនោះមានន័យថាគាត់អាចចម្លងទេពកោសល្យឲ្យបានតែម្ដងក្នុងមួយខែ តោះសាកល្បងលបឿនដាំដុះដែលទេពកោសល្យខ្ញុំនាំមកយីឈៀនមានបំណងចង់សាកល្បងវាតាមពិតបន្ទាប់ពីស្ទាត់ជំនាញ18ចលនាដំបូងនៃបច្ចេកទេសខ្លែងបន្លំរាងកាយកាលពីម្សិលមិញគាត់មិនអាចជួយសាកល្បងវាបានទេប៉ុន្តែជាអកុសលផលប៉ះពាល់គឺខ្សោយណាស់គាត់មានអារម្មណ៍ថា tingling បន្តិចនៅទូទាំងរាងកាយរបស់គាត់ប្រសិនបើវាមិនមែនសម្រាប់រលឹងខ្លាំងរបស់គាត់ទេគាត់ប្រហែលជាមិនបានកត់សម្គាល់វាទេដោយសារតែអារម្មណ៍មិនជ្រៅគាត់បានទៅថ្នាក់ម្ដងទៀតនៅថ្ងៃនេះដោយចង់ដឹងថាតើគាត់បានអនុវត្តវាខុសដែរឬទេ គួរឲ្យសោកស្ដាយគាត់មិនបានអនុវត្តវាខុសទាល់តែសោះមានន័យថាល្បឿនដាំដុះរបស់គាត់យឺតណាស់ដែលបើគ្មានការដាំដុះយូរមិនមានឥទ្ធិពលទេប្រសិនបើមិនមានទេពកោសល្យដែលបានចម្លងគាត់នឹងមិនមានក្តីសង្ឃឹមក្នុងការក្លាយជាសិស្សក្បាច់គុណទោះបីជាបន្ទាប់ពីមួយឆ្នាំនៃការដាំដុះជាមួយនឹងទេពកោសល្យដើមរបស់គាត់ក៏ដោយផ្លាស់ទីដំបូង Ads by Publisher Ads ផ្លាស់ទី2 យីឈៀនបានចាប់ផ្ដើមធ្វើលំហាត់ប្រាណនៃការដាំដុះរាងកាយនៅក្នុងបន្ទប់របស់គាត់ចលនាទាំងនេះមើលទៅចម្លែកណាស់ប៉ុន្តែជាបច្ចេកទេសដាំដុះរាងកាយជាមូលដ្ឋានដ៏ល្អបំផុតដែលមនុស្សបានព្យាយាមនិងចម្រាញ់តាមពេលវេលាចលនា18បានចំណាយពេលកន្លះម៉ោងដើម្បីបញ្ចប់មានតែការអនុវត្តចលនាទាំង18ក្នុងពេលតែមួយនឹងមានឥទ្ធិពលនៃការពង្រឹងរាងកាយមិនយូរប៉ុន្មានកន្លះម៉ោងបានកន្លងផុតទៅហើយយីឈៀនបានប្រតិបត្តិចលនាទាំង18យ៉ាងល្អឥតខ្ចោះ នៅពេលដែលចលនាទី18ត្រូវបានអនុវត្តការកើនឡើងនៃកម្ដៅភ្លាមបានលេចចេញពីរាងកាយរបស់ហ៊ីឈៀនដោយយឺតហូរទៅផ្នែកផ្សេងនៃរាងកាយរបស់គាត់ចម្រាញ់វាលំហូរកម្ដៅនេះតំណាងឲ្យសក្តានុពលនៃរាងកាយមនុស្សហើយការដាំដុះរាងកាយគឺជាវិធីដ៏មានប្រសិទ្ធភាពក្នុងការទាញយកសក្តានុពលនេះទោះជាយ៉ាងណាក៏ដោយការអភិវឌ្ឍលើសក្តានុពលរបស់មនុស្សអាចបង្កគ្រោះថ្នាក់ដល់រាងកាយដូច្នេះការដាំដុះរាងកាយអាចត្រូវបានអនុវត្តអតិបរមា10ដងក្នុងមួយថ្ងៃនិងច្រើនបំផុតតែ3ដងជាប់គ្នាដោយផ្អែកលើបទពិសោធន៍សង្ខេបរបស់មនុស្សរាប់មិនអស់
វាស័ក្តិសមក្នុងការក្លាយជាទេពកោសល្យមធ្យមខ្លាំងជាងឥទ្ធិពលនៃការដាំដុះទេពកោសល្យខ្សោយកាលពីម្សិលមិញវាខ្លាំងជាង100 ដងមិនឆ្ងល់ទេដែល Chen Dong បានក្លាយជាសិស្សក្បាច់គុនក្នុងរយៈពេលត្រឹមតែកន្លះខែដោយមានកម្លាំង200 KDs ក្នុងរយៈពេល1ខែ Yi Xian ពេញចិត្តនឹងទេពកោសល្យមធ្យមរបស់គាត់ប៉ុន្តែគាត់ក៏ដឹងថាមានទេពកោសល្យខ្ពស់ជាងនេះដែលការរីកចម្រើនដែលគាត់មិនអាចស្រមៃបាននាពេលបច្ចុប្បន្នដូច្នេះគាត់ត្រូវធ្វើការយ៉ាងលំបាកបន្ទាប់ពីលំហូរកម្ដៅពីការដាំដុះរាងកាយជុំទី1ស្ទើរតែបាត់បង់ Yi Xian បានចាប់ផ្ដើមជុំទី2បន្ទាប់ពីធ្វើការដាំដុះរាងកាយ3ដងជាប់គ្នារាងកាយរបស់ Yi Xian ត្រូវបានគ្របដណ្ដប់ដោយញើសនិងភាពមិនបរិសុទ្ធខ្មៅស្រអាប់ Yi Xian ដំបូងបានងូតទឹកបន្ទាប់មកញ៉ាំនំប្រហែល10ការដាំដុះបច្ចេកទេសរាងកាយប្រើប្រាស់ថាមពលច្រើនដូច្នេះគាត់ត្រូវញ៉ាំច្រើនដើម្បីបំពេញវាមួយខែក្រោយមក Yi Xian កំពុងហ្វឹកហាត់នៅក្នុងព្រៃតូចមួយនៃបណ្ឌិតសភាទី5វាជាកន្លែងដែលគាត់តែងតែមកដាំដុះ View ខ្ញុំបានបញ្ចប់ការដាំដុះរាងកាយ10ជុំប្រចាំថ្ងៃរបស់ខ្ញុំ Promoted content Park Ranger turns pale seeing this nest he evacuates the area More 494 124 165 Why sex fixes problems couples don't even realize they have More 461 115 154 Zookeeper prepares for cubs, what they found instead was wild. More 219 55 73 Yi Xian ឈប់ហើយឆ្ពោះទៅកន្លែងហ្វឹកហាត់ក្បាច់គុនលេខ3មានដុំថ្មជាច្រើននៅលើទីលានហ្វឹកហាត់ខ្លះមានទម្ងន់100 kgs មួយចំនួន200និងសូម្បីតែ300ប្រសិនបើអ្នកអាចកាន់ថ្ម100 kg ពីលើក្បាលរបស់អ្នករយៈពេល3វិនាទីវាមានន័យថាអ្នកមានកម្លាំងនៃ100 kgsប្រសិនបើវាជាថ្ម200 kg វាតំណាងឲ្យ200 kgs នៃកម្លាំងវាជាវិធីសាស្ត្រសាកល្បងសាមញ្ញបំផុតនៅថ្ងៃទី8នៃការដាំដុះរាងកាយរបស់គាត់ Yi Xian បានសម្រេចបានកម្លាំង100 kgs រួចហើយដោយចូលទៅក្នុងកម្រិតកម្មសិក្សាក្បាច់គុនថ្ងៃនេះខ្ញុំគួរតែអាចលើកថ្ម200 kg Chen Dong មានការណែនាំពីព្រឹទ្ធបុរសហើយរីកចម្រើនយ៉ាងឆាប់រហ័សប៉ុន្តែខ្ញុំក៏មិនអាក្រក់ដែរជាមួយនឹងទេពកោសល្យមធ្យមរបស់ខ្ញុំរួមបញ្ចូលគ្នាពីទេពកោសល្យខ្សោយនិងមធ្យមតាមទ្រឹស្ដីខ្ញុំខ្លាំងជាង Chen Dong បន្តិចលើសពីនេះខ្ញុំបានខិតខំប្រឹងប្រែងអស់រយៈពេល1ខែមកហើយដោយមិនខ្ជះខ្ជាយពេលតែមួយដោយបញ្ចប់ការដាំដុះរាងកាយ10ជុំជារៀងរាល់ថ្ងៃអ្នកអនុវត្តកាន់តែច្រើនវាកាន់តែឈឺចាប់ហើយមិនមែនមនុស្សគ្រប់គ្នាអាចបញ្ចប់10ជុំជារៀងរាល់ថ្ងៃទេដោយពិចារណាលើតួអង្គរបស់ Chen Dong គាត់ប្រហែលជាគ្រប់គ្រងបានត្រឹមតែ7ឬរំ3ជុំប៉ុណ្ណោះដូច្នេះការរីកចម្រើនរបស់ខ្ញុំប្រហែលជាលឿនជាងគាត់Yi Xian គិតក្នុងខ្លួនឯងបន្ទាប់ពីសម្រាកមួយរយៈគាត់បានដើរទៅថ្ម200 kgក្រោកឡើងជាមួយនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងគាត់បានលើកដុំថ្មនៅជើងរបស់គាត់ហើយលើកវាឡើងនៅពេលដែលថ្ម200 kgឆ្លងកាត់ពីលើក្បាលរបស់គាត់ហើយគាត់បានកាន់វារយៈពេល3វិនាទី Yi Xian បានទម្លាក់ថ្មនោះដេកនៅលើដីចំណាយទាំងស្រុងគាត់ដឹងថាឥឡូវនេះគាត់មានកម្លាំង200 kgsនេះគឺជាការចាប់ផ្ដើមដ៏ល្អជាមួយនឹងទេពកោសល្យមធ្យមរបស់ខ្ញុំប្រហែលជាខ្ញុំអាចក្លាយជាអ្នកចម្បាំងក្បាច់គុនក្នុងរយៈពេល1ឆ្នាំ Yi Xian កាន់កណ្ដាប់ដៃរបស់គាត់ពោពេញដោយការរំពឹងទុកបន្ទាប់ពីសម្រាកប្រហែល15នាទីហើយមេឃងឹតបន្តិចម្ដង Yi Xian បានចាក់ចេញពីសាលាឆ្ពោះទៅផ្ទះដើរតាមដងផ្លូវហាងនៅតែបើកហើយមូលដ្ឋានទាំងមូលត្រូវបានបំភ្លឺដោយភ្លើងផ្សេងយុគសម័យនេះលែងមានអគ្គិសនីទៀតហើយមូលដ្ឋានដ៏មានឥទ្ធិពលមួយចំនួនបានគ្រប់គ្រងប្រើថាមពលធាតុជំនួសឲ្យអគ្គិសនីបង្កើតឧបករណ៍វេទមន្តជាច្រើនបង្កើតភាពរុងរឿងនៃសម័យមុន Apocalyptic ឡើងវិញប៉ុន្តែនោះគឺនៅក្នុងមូលដ្ឋានធំខណៈពេលដែលមូលដ្ឋានលែងហេតូចមិនមានសមត្ថភាពនេះទេមនុស្សបានប្រើចង្កៀងប្រេងឬទៀននៅតាមដងផ្លូវទាំងនេះ Yi Xian មានអារម្មណ៍ថាគាត់បានត្រឡប់ទៅសម័យបុរាណវិញភ្លាមសត្វសាហាវ